bạn ơi, sự sửa hộ nọc nhé, cho ngày này kinh nhầm trọng thuộc ca và hái như được gọi trả làm lết chạy tôi nâng ca châu từ đô bị xá nơi không ở bọn tình yêu kia bởi dương hay ca và hai bên nhóm đấy cứ và hai chạy tôi nâng tình yêu kia AC được đạp bạn bởi nhóm dạ nhóm nông hai chạy tôi nâng ca châu từ phạt đô bị xá một hai đại bọn áp ôn trong thuộc ca đô bị xá trẻ thì mỗi giờ dương thực ca bởi statement chỉ bây giờ ông lệ tí phí dương ai mơ bây giờ ông lệ tới vì lươn dương bây giờ không ai những nó cổไปคลาสยังจำบัตรถือเผยจีบสาวอังเลจังยิงถือไปโดตัวจีบสาวอังเลจังนะไอ้ยมพายนี้คือประหารแต่ตัวหนังกาโดปีศาจนี่คือมีบอลโอนยังมวยจนวนได้กอดตัวยอสวัสดิ์กรรมประกาศเพย์พัลประกาศเพย์นี่เป็นยมตื้อเยอะจีบเซ็กคือแต่ตัวหนังกาประกาศเพย์นี่จังการประกาศเพย์นี่คือวิธีการแบ่งสเตทเมนต์คือจบจมูกหนึ่งติดปปอนตัวนี้เกี่ยวขมายยืมจังนะเพย์นี้คือจีประเภทfinancial service ได้ធ្វើការទូទាត់តាមរយៈអនឡាញឬក៏ទទួលលុយពីការរកតាមរយៈអនឡាញដូចជារកតាមរយៈ Facebook អីយើងអាចប្រើប្រភេទនេះដើម្បីទទួលលុយឬក៏រកតាមរយៈ TikTok អីយើងប្រើប្រភេទនេះដើម្បីទទួលលុយឬក៏យើងរកតាមរយៈ website ផ្សេងៗអីយើងប្រើប្រភេទនេះដើម្បីទទួលលុយចឹងទៅហើយយើងបាញ់មកធនាគារខ្មែរយើង direct តែម្ដងយើហើយសុវត្ថិភាពគឺខ្លាំងយើងអាចប្រៀបធៀបជាមួយនឹងធនាគារថៃវាប្រហាក់ប្រហែលគ្នាអញ្ចឹងណាហើយយើងអាចយកទៅ set up ជាមួយ platform អស់នឹងដូចគ្នាបានតែเพจនេះវាទលំទលាយជាងធនាគារថៃបើតាមខ្ញុំប្រើមកសំបីបច្ចុប្បន្ននេះខ្ញុំមានធនាគារថៃធនាគារ PayNear និង PayPal អញ្ចឹងទៅអញ្ចឹងខ្ញុំក៏សង្កេតទៅឃើញ PayNear វាទលំទលាយជាងវា worldwide ជាងហើយ PayNear ទីតាំងវាគឺនៅអាមេរិក headquarter វាគឺនៅអាមេរិកអញ្ចឹងណាធនាគារប្រភេទធនាគារអនឡាញអាមេរិកឬក៏យើងហៅថា financial payment service and transfer អញ្ចឹងទៅ worldwide transfer អញ្ចឹងទៅអូខេអញ្ចឹង go back to our topic យើងគឺយើងចូលមកកាន់ AC Data Bank របស់យើងមក AC Data Bank app អីចឹងណាចូលមកបន្ទាប់ពីចូលមកគឺពុកមកឃើញនេះ AC Data ហើយនេះសួស្ដី this is my name អញ្ចឹងអានេះគឺភាសាខ្មែរគេភាសាខ្មែរទាំងអស់អញ្ចឹងដើម្បីដូរភាសាបានគឺពុកម៉ែបងប្អូនត្រូវរកកន្លែងដូរឲ្យឃើញណាអញ្ចឹងចូលមកកាន់កន្លែងមីនុយនេះមកអញ្ចឹងនៅខាងក្រោមនេះនៅខាងក្រោមនេះខ្មែរវាដាក់ថាអីគេមីនុយអញ្ចឹងទៅអង់គ្លេសវាដាក់ថា menu អញ្ចឹងចូលមកកន្លែងហ្នឹងមកបន្ទាប់ពីយើងចូលមកកន្លែងហ្នឹងឬក៏យើងចូលតាមរយៈកន្លែងហ្នឹងគឺយើងឃើញនៅកន្លែងនេះវាដាក់ថាភាសាហើយបើសិនជាអាហ្នឹងជាភាសាអង់គ្លេសទេយើងចង់ដូរទៅជាភាសាខ្មែរកន្លែងនេះវាដាក់ថា languages ឬក៏ language អញ្ចឹងទៅឥឡូវយើងចុចលើកន្លែងភាសាហ្នឹងមក option ភាសាហ្នឹងមកតមកវាមាន4ភាសានេះអូខេប្រាប់ផ្លាស់ប្ដូរភាសាអញ្ចឹងវាមាន4ភាសាមានភាសាខ្មែរអង់គ្លេសឡាវហើយនិងចិនអញ្ចឹងឥឡូវយើងចង់ដូរទៅជាភាសាអង់គ្លេសគឺយើងចុចយកអង់គ្លេសនេះមកយើងចុចលើហ្នឹងមកវាចាប់ផ្ដើមដំណើរការដូរខាត់ដូរមកហ្នឹង hello វិញអញ្ចឹងណាហើយយើងចង់ដូរទៅជាភាសាខ្មែរវិញចុចយកកន្លែង option menu ហ្នឹងមកបន្ទាប់មកយើងចុចយកកន្លែង language ហើយយើងអាចរើសភាសាយើងចង់ដូរតែខ្ញុំមកដូរទៅចិនឡាវអីទេព្រោះអត់ចេះអញ្ចឹងខ្ញុំដូរទៅភាសាខ្មែរពុកម៉ែបងប្អូនមើលគេលោកពុកម៉ែបងប្អូនចង់ដូរទៅភាសាខ្មែរអញ្ចឹងណាឥឡូវខ្ញុំដូរទៅភាសាអង់គ្លេសវិញខ្ញុំធ្វើដែរដើម្បីឲ្យពុកម៉ែបងប្អូនស្គាល់អញ្ចឹងអូខេឥឡូវខ្ញុំចុចយកភាសាហើយខ្ញុំចង់ប្រើជាភាសាអង់គ្លេសខ្ញុំអត់ចង់ប្រើភាសាខ្មែរទេឥឡូវយកអង់គ្លេសចុចយកហ្នឹងមកវាចាប់ផ្ដើមបដូរទៅអូខេអញ្ចឹងការផ្លាស់ប្ដូរភាសាគឺប៉ុណ្ណឹងមានអីពិបាកទេហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការបង្កើត account PayPal បង្កើត account PayNear អាចទៅមកខ្ញុំគឺខ្ញុំទទួលធ្វើហើយខ្ញុំមានលក់ TikTok account ក្រៅប្រទេសដែលមានមុខងារលុយឬក៏បង្កើត account TikTok ដែលមានមុខងារលុយចុះបងប្អូនចង់បាន TikTok យកទៅបង្ហោះវីដេអូដើម្បីរកលុយមួយក្រុមហ៊ុន TikTok តាក់ទងមកខ្ញុំគឺខ្ញុំទទួលបង្កើតអញ្ចឹងទៅហើយក៏មានលក់ account Facebook ដែលមានអាយុចាស់ឆ្នាំចាស់ខែដែលមានទីតាំងនៅក្រៅប្រទេសមាន primary location នៅក្រៅប្រទេសបងប្អូនយកទៅអាចបង្កើត page បង្កើតអីដើម្បីរកលុយបានហើយខាងខ្ញុំក៏មានលក់ VPS ដើម្បីចាប់ទីតាំងនៅក្រៅប្រទេសដែរហើយការប្រើប្រាស់ VPS គឺយើងប្រើលក្ខណៈមួយឆ្នាំពេញអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងជួបខ្ញុំបាននៅវីដេអូក្រោយទៀតបាយ